ទាំងគំនូរសន្តិភាពដំបងឡាយគឺបានធ្វើការគូនៅក្នុងខេត្តសៀមរាបគឺបញ្ជាក់ពីការឈ្លានពានពីប្រទេសសៀមតែឥឡូវនេះគឺទាំងគំនូរសន្តិភាពបានមកដល់ទីក្រុងភ្នំពេញហើយអ្នកទាំងអស់គ្នាគឺកំពុងតែធ្វើការដំឡើងផ្ទាំងរូបភាពហើយនឹងធ្វើការលាបពណ៌ទឹកបណ្ដាហើយអញ្ចឹងទីតាំងដែលខាងអ្នកដែលគាត់គូផ្ទាំងគំនូរសន្តិភាពហ្នឹងគឺនៅទីតាំងវត្តបទុមតីបងប្អូនគឺនៅចិត្តវិមានឯករាជ្យនឹងឯងហើយផ្ទាំងគំនូរហ្នឹងក៏ធ្វើការគូបញ្ជាក់ប្រាប់ដោយថាគឺថៃបានឈ្លានពានឬមួយក៏ការបញ្ជាក់ពីការថៃបានបំពេញវប្បធម៌សាសនារបស់ពួកយើងផងដែរអញ្ចឹងបើសិនជាបងប្អូនមិនទាន់បានទៅដល់សៀមរាបមើលផ្ទាំងគំនូរសន្តិភាពនោះទេបងប្អូនអាចធ្វើការទៅទស្សនានៅវត្តបទុមតីបានដោយសារទៅតែនឹងធ្វើការចាប់ផ្ដើមគូនឹងឯងមិនទាន់ចិញ្ជារូបរាងផ្ទាំងគំនូរ 100% ទាំងស្រុងទេបងប្អូនអញ្ចឹងខាងបងកំពុងតែធ្វើការលាបពណ៌ទឹកថ្នាំបណ្ដាហើយបងប្អូនមើលទស្សនវិជ្ជានេះទៅនេះគឺជាថ្ងៃដែលធ្វើការលាបពណ៌ទាំងគំនូរសន្តិភាពនឹងឯងអញ្ចឹងអាចថាបាក់អាចថាចូលខែថ្មីចូលខែ3នឹងហើយទាំងគំនូរសន្តិភាពនឹងបងប្អូនអញ្ចឹងបងប្អូនមិនទាន់បានទៅមើលទាំងគំនូរសន្តិភាពនឹងទេបងប្អូនអាចទៅមើលបាននៅសួនមកបទុមតីនឹងឯងហើយជួយធ្វើការថតរូបផ្ដិតហើយនឹងធ្វើការបង្ហោះចែករំលែកដល់ប្រជាជនដែលនៅទីក្រុងភ្នំពេញផងប្រហែលជាគាត់មិនបានដឹងថាឥឡូវនេះយើងមានផ្ទាំងគំនូរសន្តិភាពនៅទីក្រុងភ្នំពេញនឹងឯងបងប្អូន